ព្រឹកមិញហ្នឹងមេឃវារាំងរលឹមតិចតិចស្មានតែអត់បាននាំកូនចេញក្រៅហើយបងប្អូនរងចាំប្រហែលដល់ម៉ោង 2:10 ទើបសម្រាប់ចិត្តថានាំគ្នាមកមាត់សមុទ្រនិយាយទៅសមុទ្រនំតង់ហើយតាមផ្លូវមកផ្ទះវិញហ្នឹងក៏ចូលកន្លែងវត្តឡែននេះមួយចាវត្តឡែននេះគឺនៅរិតឃ្លីហ្វបងប្អូនខ្ញុំមិនដែលបានមកកន្លែងហ្នឹងទេតែឃើញក្នុង Google Map View ហើយដោយសារអាកាសធាតុល្អផងចាក៏ឆ្លៀតចូលតែម្ដងទៅមកដល់គឺសប្រាយមែនទែនដោយសារឃើញមានអ្នកស្ទូចត្រីច្រើនហើយជាកន្លែងដែលខ្ញុំកំពុងតែស្វែងរកផងខ្ញុំដាក់ស្ទូចមកដែរបងប្អូនប៉ុន្តែខ្ញុំអត់បានស្ទូចទេដោយសារខ្ញុំអត់ដាក់នុយមកហើយឥឡូវគឺថ្ងៃរៀបលេខម៉ោងប្រហែលជា5ល្ងាចហើយគឺស្អាតខ្លាំងមែនទែនប៉ុន្តែថតអត់បានស្អាតទេចាសារថតខ្លួនឯងហើយចាឥឡូវគឺនាំកូនដើរឆ្វាយជុំវិញហ្នឹងមើលទឹកមើលអីលេងហើយនៅនេះគឺអត់សូវមានខ្យល់ដូចនៅមាត់សមុទ្រទេមានអារម្មណ៍ថាស្រស់ស្រាយជាងហើយសបោអ្នកស្ទូចត្រីមែនទែនបងប្អូនហើយឥឡូវគឺបន្តដំណើរទៅមុខបន្តិចទៀតប៉ុន្តែរាំងមូសបន្តិចចាដោយសារនៅជុំវិញហ្នឹងគឺសុទ្ធតែទឹកច្រើនអញ្ចឹងណាហើយកំពុងដើររមើលសត្វកង់គ្រូចាបានឃើញពី3តាមផ្លូវដែរ